បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃលោកគ្រូសុំនិយាយរឿងមួយតាក់ទងជាមួយនឹងការដាស់ភាពជាអ្នកដឹកនាំឲ្យចេញពីភាពជាជនរងគ្រោះបងប្អូនមើលសម្លឹងមើលមនុស្សនៅក្នុងពិភពលោកមានមនុស្សច្រើននៅក្នុងលោកហ្នឹងហើយក៏មានតួនាទីច្រើនដែរប៉ុន្តែបើសិនបើយើងមើលឲ្យជ្រៅបន្តិចយើងឃើញថាតាមពិតតួនាទីរបស់មនុស្សនៅក្នុងលោកមានតែពីរទេគឺទី1គឺមេដឹកនាំមួយទៀតគឺជាជនរងគ្រោះអញ្ចឹងមានតែពីរផ្លូវហ្នឹងទេហើយមេដឹកនាំនឹងទៀតសោតមិនមែនកំណត់ថាបងប្អូនឃើញតួនាទីគាត់ជាប្រធានាធិបតីឬក៏មានមុខតំណែងខ្ពស់នឹងគាត់ខ្លាយជាមេដឹកនាំគាត់អត់ចង់និយាយមេដឹកនាំអញ្ចឹងទេតាមពិតមេដឹកនាំដែលយើងឃើញតែកំពុងដឹកនាំគេហ្នឹងក៏អាចស្ថិតនៅក្នុងតួនាទីជាជនរងគ្រោះដែរនិយាយយ៉ាងពិបាកយល់មេដឹកនាំហើយនឹងជនរងគ្រោះមានតែពីរទេមិនមែនកំណត់ថាសុទ្ធតែនាយករដ្ឋមន្ត្រីប្រធានាធិបតីស្ដេចសុទ្ធតែជាមេដឹកនាំមិនអញ្ចឹងទេអាចគាត់ជាជនរងគ្រោះដែរប៉ុន្តែស្ថិតនៅក្នុងតួនាទីជាមេដឹកនាំអញ្ចឹងតួនាទីរបស់មនុស្សនៅក្នុងលោកមានតែពីរទេទី1មេដឹកនាំមួយទៀតគឺជនរងគ្រោះមេដឹកនាំដែលលោកគ្រូចង់និយាយគឺតាក់ទងជាមួយនឹងរបៀបមួយផ្សេងតាក់ទងជាមួយនឹងដំណើរជីវិតណាដំណើរជីវិតបងប្អូនមើលមិនចេះឧទាហរណ៍ថាបងប្អូនស្ថិតនៅក្នុងផ្លូវមួយហើយផ្លូវហ្នឹងជាផ្លូវបំបែកប៉ុន្តែផ្លូវបំបែកហ្នឹងមានតែពីរទេទី1គឺជាអ្នកដឹកនាំមួយទៀតគឺយើងលិចទៅជាជនរងគ្រោះអញ្ចឹងមានតែពីរផ្លូវទេអត់មានអ្នកដើរតាមទេមានតែជនរងគ្រោះហើយនិងអ្នកដឹកនាំប្រសិនបើបងប្អូនមិនរើសយកផ្លូវអ្នកនាំមកគេអ្នកដឹកនាំទេបងប្អូននឹងរអិលខ្លួនឬក៏លិចចូលទៅក្នុងសភាពមួយគេហៅថាជនរងគ្រោះមេដឹកនាំដែលលោកគ្រូនិយាយគឺអញ្ចេះទេមិនមែនកំណត់ថាដល់យើងសម្បើមយើងទៅដឹកនាំមនុស្សដើរទាំងវងបានគេហៅថាមេដឹកនាំមិនអញ្ចឹងទេឧទាហរណ៍ថាអញ្ចេះគេហៅថាមេដឹកនាំដែរឧទាហរណ៍ថាប្រសិនបើបងប្អូនមិនអាចដឹកនាំការគិតរបស់ខ្លួនឯងបានបើសិនបើយើងណាមិនអាចដឹកនាំការគិតរបស់ខ្លួនឯងបានអញ្ចឹងនៅពេលដែលយើងមនុស្សម្នាក់មិនអាចដឹកនាំការគិតរបស់ខ្លួនឯងបានជាធម្មតាការគិតហ្នឹងវានឹងរអិលធ្លាក់ចូលទៅក្នុងការសង្ស័យហើយវាចូលដោយស្វ័យប្រវត្តិអញ្ចឹងមនុស្សប្រមាណអ្នកដែលអាចដឹកនាំការគិតរបស់ខ្លួនឯងបានអាហ្នឹងបើសិនបើបងប្អូនអាចដឹកនាំការគិតរបស់ខ្លួនឯងបានអាហ្នឹងយើងជាមេដឹកនាំហើយលោកគ្រូអត់ចង់និយាយថាមេដឹកនាំដល់យើងជាមានតំណែងអីឬក៏ឋានៈអីមិនអញ្ចឹងទេឥឡូវយើងគិតរឿងមួយសិនប្រសិនបើយើងមិនអាចដឹកនាំណាមិនអាចដឹកនាំការគិតរបស់ខ្លួនឯងបានអញ្ចឹងមានន័យការគិតហ្នឹងវានឹងរអិលចូលទៅក្នុងនេះការសង្ស័យហ្នឹងគេហៅថាជនរងគ្រោះឲ្យតែយើងមានការសង្ស័យមានន័យថាបងប្អូនត្រូវតែคลายខ្លួនទៅជាជនរងគ្រោះមួយផ្លេតនិងមួយផ្លេតคลายជាជនរងគ្រោះហើយក៏មួយផ្លេតទៀតក៏คลายជាមេដឹកនាំវារអិលទៅមកម្ដងទៅឈរខាងនេះម្ដងទៅឈរខាងនេះមិនមែនតែយើងឈរជាមេដឹកនាំឯនៅនឹងរហូតទេមានន័យថារអិលទៅរអិលមកទៅមកម្ដងជាអ្នកដឹកនាំម្ដងជាជនរងគ្រោះណាឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថាប្រសិនបើបងប្អូនមិនអាចដឹកនាំអារម្មណ៍ខ្លួនឯងបានយើងអាចដឹកនាំអារម្មណ៍ខ្លួនឯងបានមានន័យថាធ្វើអីមួយគឺទៅតាមកំសួលនៃអារម្មណ៍ហ្នឹងអញ្ចឹងជាធម្មតាបងប្អូននឹងជាប់អន្ទាក់មួយគេហៅថាជាប់អន្ទាក់នៃការភ័យខ្លាចជីវិតយើងមានការភ័យខ្លាចជាប្រចាំដោយសារតែយើងមិនអាចដឹកនាំអារម្មណ៍បានអញ្ចឹងកាលណាយើងមិនអាចដឹកនាំអារម្មណ៍បានអារម្មណ៍យើងវានឹងរមៀលចូលទៅក្នុងការភ័យខ្លាចដោយស្វ័យប្រវត្តិនេះឲ្យតែមានភាពខ្លាចនៅក្នុងខ្លួនមិនថាបងប្អូនជាប្រធានាធិបតីឬក៏ជានាយករដ្ឋមន្ត្រីឬក៏ក្នុងតំណែងណាទេមានន័យថាក្នុងនេះគេហៅថាជនរងគ្រោះយើងអាចជាប់នៅក្នុងអន្ទាក់ជនរងគ្រោះមួយផ្លេតហ្នឹងមួយផ្លេតពីព្រោះហេតុអីយើងមិនអាចដឹកនាំអារម្មណ៍របស់យើងបានយើងមិនអាចដឹកនាំការគិតយើងបានយើងធ្លាក់ចូលទៅក្នុងការសង្ស័យនៅពេលដែលយើងមិនអាចដឹកនាំអារម្មណ៍របស់យើងបានយើងនឹងជាប់នៅក្នុងអន្ទាក់មួយការភ័យខ្លាចឬក៏ប្រសិនបើយើងមិនអាចដឹកនាំពាក្យសម្ដីរបស់យើងបានពីព្រោះអ្នកខ្លះគេអាចដឹកនាំពាក្យសម្ដីគេបានប៉ុន្តែក៏មានមនុស្សនៅក្នុងលោកមិនអាចដឹកនាំពាក្យសម្ដីខ្លួនឯងបានចង់និយាយថាបណ្ដោយឲ្យពាក្យសម្ដីហ្នឹងវាអាចថាវាទៅតាមដំណើររបស់វាអញ្ចឹងបងប្អូននឹងធ្លាក់ខ្លួនចូលទៅក្នុងគេហៅថាលក្ខណៈមនុស្សម្នាក់មនុស្សមួយបែបគឺជាមនុស្សមួយដែលពូកែស្ដីបន្ទោសមិនមែនមនុស្សស្ដីបន្ទោសហ្នឹងគឺជាមនុស្សនេះទេមិនមែនជាមនុស្សគាត់ជាមនុស្សអាក្រក់ឬក៏យ៉ាងណាមិនអញ្ចឹងទេមានន័យថាគាត់គឺជាជនរងគ្រោះទេរងគ្រោះដោយសារអីគេរងគ្រោះដោយសារតែពាក្យសម្ដីខ្លួនឯងហេតុអីក៏រងគ្រោះដោយសារពាក្យសម្ដីពីព្រោះ
គាត់មិនអាចដឹកនាំសម្ដីខ្លួនឯងបានមិនអាចដឹកនាំអារម្មណ៍បានមិនអាចដឹកនាំការគិតបានអញ្ចឹងមានថាក្នុងអំឡុងពេលដែលមិនអាចដឹកនាំពាក្យសម្ដីបានយើងនឹងក្លាយទៅជាមនុស្សបន្ទោសហើយនេះអាសភាពនៃការបន្ទោសអាហ្នឹងគេហៅថាជាលក្ខណៈមួយនៃជនរងគ្រោះអញ្ចឹងមនុស្សប្រមាណអ្នកដែលស្ថិតនៅក្នុងការបន្ទោសច្រើនមែនទែនក្នុងចំណោមមនុស្ស 7.5 លានអ្នកហ្នឹងណាពាន់លានហ្នឹង 7.5 billion មានន័យថា 7.5 ពាន់លានហ្នឹងមានមនុស្សច្រើនណាស់ស្ទើរតែសឹងទាំងអស់គឺជាមនុស្សមួយស្ថិតនៅក្នុងគេហៅថាការស្ដីបន្ទោសឲ្យតែយើងមានការស្ដីបន្ទោសគេជានឹងជាសញ្ញាមួយដែលបង្ហាញថាបងប្អូនស្ថិតនៅក្នុងសភាពមួយសភាពនៃជនរងគ្រោះអញ្ចឹងទោះបីជាបងប្អូនមានប្រាក់បណ្ណាក៏ដោយអ្នកមានយ៉ាងណាក៏ដោយឲ្យតែជាមនុស្សម្នាក់ដែលសម្បូរទៅដោយការស្ដីបន្ទោសពីព្រោះយើងមិនអាចក្លាយទៅជាអ្នកដឹកនាំពាក្យសម្ដីបានណាឬក៏ប្រសិនបើអញ្ចេះប្រសិនបើបងប្អូនមិនអាចដឹកនាំសកម្មភាពបានអញ្ចឹងមនុស្សបើសិនបើមិនអាចដឹកនាំសកម្មភាពបានជាធម្មតាយើងនឹងធ្លាក់ខ្លួនរមៀលខ្លួនចូលទៅក្នុងសភាពមួយប្រតិកម្មយើងធ្វើសកម្មភាពដែរប៉ុន្តែវាមិនមែនសកម្មភាពទេនោះគេហៅថាប្រតិកម្មឲ្យតែគេវឹងមកអញ្ចេះខ្ញុំទៅវិញអញ្ចោះដូចបាល់ឡងជាមួយអញ្ចឹងណាមកអញ្ចេះខ្ញុំទៅវិញអញ្ចោះមកអញ្ចោះខ្ញុំទៅវិញអញ្ចេះនេះហ្នឹងគេហៅឡងទៅឡងមកអានោះគេហៅថាប្រតិកម្មយើងធ្វើសកម្មភាពតាមរបៀបដែលយើងប្រតិកម្មដោយសារតែយើងមិនអាចដឹកនាំសកម្មភាពបានឬក៏មិនអាចដឹកនាំពាក្យសម្ដីបានមិនអាចដឹកនាំអារម្មណ៍បានមិនអាចដឹកនាំការគិតបានបងប្អូនឃើញអាហ្នឹងមានថាមួយផ្លេតคล้ายទៅជាជនរងគ្រោះភ្លាមអញ្ចឹងមានថាតាមខ្លួនឯងអត់តាន់អញ្ចឹងបើសិនបើយើងមិនអាចដឹកនាំដោយអ្វីដែលលោកគ្រូនិយាយហ្នឹងគឺយើងคล้ายជាជនរងគ្រោះឬក៏យើងបើសិនបើយើងមិនអាចដឹកនាំការមើលឃើញរបស់យើងបានជាធម្មតាមនុស្សយើងត្រូវតែមានការមើលឃើញមួយមានដឹកនាំការមើលឃើញណានាំខ្លួនឯងទៅឃើញបែបនេះមើលឃើញបែបនេះមើលឃើញបែបនោះមើលឃើញបែបនេះបែបនោះប៉ុន្តែបើសិនបើយើងមិនអាចដឹកនាំការមើលឃើញនឹងទេអញ្ចឹងបងប្អូនត្រូវវង្វេងហើយវង្វេងនៅក្នុងសមោលរបស់អ្នកដទៃចង់និយាយថាបើគេឲ្យសមោលបែបនេះយើងធ្វើសកម្មភាពបែបនេះគេចាំងសមោលមកបែបនោះយើងធ្វើសកម្មភាពបែបនោះមានន័យថាបងប្អូនធ្វើសកម្មភាពទៅតាមស្រមោលរបស់អ្នកដទៃក្នុងអំឡុងពេលដែលសង្គមគេញាក់ទៅបែបនេះយើងក៏ធ្វើតាមបែបនេះទៅគេពេញនិយមបែបនោះយើងក៏ធ្វើបែបនោះអាហ្នឹងគេហៅថាធ្វើតាមសមោលអ្នកដទៃហេតុអីក៏យើងទៅធ្វើតាមសមោលរបស់អ្នកដទៃពីព្រោះដឹកនាំការមើលឃើញរបស់ខ្លួនឯងបាននេះហ្នឹងគេហៅប៉ុណ្ណឹងគេហៅថាជនរងគ្រោះហើយមិនមែនជនរងគ្រោះដល់យើងគ្រោះថ្នាក់ចរាចរណ៍បានគេហៅជនរងគ្រោះទេមិនលោកគ្រូអត់ចង់និយាយទាំងទេលក្ខណៈជនរងគ្រោះគឺអញ្ចឹងมันអាចដឹកនាំការមើលឃើញរបស់ខ្លួនឯងបានឬក៏បើសិនបើយើងជួបជាមួយនឹងការឈឺចាប់មួយណាការឈឺចាប់មានន័យថាយើងបានប្រទះជាមួយនឹងការឈឺចាប់អ្នកខ្លះគេអាចដឹកនាំការឈឺចាប់នឹងបានប៉ុន្តែបើសិនបើយើងមិនអាចមានការឈឺចាប់ដែរតែយើងមិនអាចដឹកនាំការឈឺចាប់បានអញ្ចឹងបងប្អូននឹងរមៀលខ្លួនស្ថិតនៅក្នុងគេហៅសភាពមួយល្វីងជូរចត់មានន័យថាយើងទទួលបានរសជាតិមួយល្វីងជូរចត់ត្រាំនៅក្នុងជីវិតរបស់យើងមកហេតុអីក៏អាសភាពល្វីងជូរចត់ហ្នឹងវានៅត្រាំនៅជាប់ជាមួយនឹងខ្លួនយើងពីព្រោះយើងមិនអាចដឹកនាំការឈឺចាប់នឹងបានបើសិនបើបងប្អូនអាចដឹកនាំវាបានវាអាចរលាយទៅសាយទៅបងប្អូនស្ថិតនៅក្នុងលក្ខណៈមួយឬក៏អញ្ចេះបើសិនបើយើងមិនអាចដឹកនាំការរីកចម្រើនយើងបានបងប្អូននឹងខ្លាចជាមនុស្សម្នាក់ដែលមានសភាពក្រអឺតក្រទមវារឹកស្មើងកន្ទ្រើងអញ្ចឹងទៅឧទាហរណ៍ណាឧទាហរណ៍ហេតុអីក៏យើងមិនអាចដឹកនាំអាភាពរីកចម្រើនរបស់យើងបានយើងជោគជ័យខ្លាំងយើងរីកចម្រើនខ្លាំងមានន័យថានៅក្នុងមុខរបរប៉ុន្តែខ្លាយទៅជាមនុស្សមួយដែលមានអំនួតឬក៏ក្រអឺតក្រទមនោះជាសញ្ញាមួយដែលបង្ហាញថាយើងអត់អាចដឹកនាំការរីកចម្រើនយើងបានអញ្ចឹងមានថាទោះបីជាយើងជោគជ័យប៉ុណ្ណឹងហើយក៏ដោយក៏នៅក៏មានពាក្យមួយគេហៅថាយើងគឺជាជនរងគ្រោះហេតុអីក៏ជាជនរងគ្រោះពីព្រោះយើងអត់អាចដឹកនាំការរីកចម្រើនបានបងប្អូនឃើញមានអ្នកខ្លះគាត់រីកចម្រើនប៉ុន្តែអត់អាចដឹកនាំការរីកចម្រើនបានវាធ្វើឲ្យការរីកចម្រើនធ្លាយទៅជាការក្រអឺតក្រទមឬក៏ធ្លាយទៅជាការវាទៅជារឿងមួយផ្សេងនេះអញ្ចឹងបានគេហៅថាអានោះគេហៅថាជាសញ្ញារបស់ជនរងគ្រោះសញ្ញារបស់ជនរងគ្រោះមិនមែនគាត់ច្រឡើមទេណានឹងជារោគសញ្ញារបស់ជនរងគ្រោះឬក៏អញ្ចេះបើសិនបើយើងមិនអាចដឹកនាំតំណែងតំណងបានអញ្ចឹងមានថាតំណែងតំណងយើងមានតំណែងតំណងមានតំណែងតំណងបែបនេះមានតំណែងតំណងបែបនោះប៉ុន្តែដឹកនាំតំណែងតំណងអត់បានអញ្ចឹងធានាថាយើងនឹងអាចធ្លាក់ចូលទៅក្នុងការខកចិត្តណាមួយមិនខានទេពីព្រោះយើងមិនអាចដឹកនាំបានហើយប្រសិនបើយើងមិនអាចដឹកនាំជោគវាសនារបស់យើងបានបងប្អូននឹងគេហៅថាជាមនុស្សម្នាក់ធ្វើដំណើរត្រាច់ចរនៅក្នុងការវិលជុំមួយវិលជុំណាបងប្អូនយល់ពាក្យថាវិលជុំមានតែពីមុនធ្វើអញ្ចឹង
ហើយស្អែកមកធ្វើអញ្ចឹងទៀតខាងស្អែកធ្វើអញ្ចឹងឆ្នាំនឹងធ្វើអញ្ចឹងឆ្នាំក្រោយធ្វើអញ្ចឹងនៅវិលជុំត្រាច់ចរនៅក្នុងសភាពវិលជុំហេតុអីក៏យើងនៅតែធ្វើសភាពវិលជុំនឹងពីព្រោះជោគវាសនាមួយដែលចក្រវាលឬក៏ធម្មជាតិមកដាក់មកឲ្យយើងជោគវាសនាមួយហ្នឹងយើងដឹកអត់បានអញ្ចឹងបើដឹកមិនបានវិលជុំហើយបើដឹកមិនបានវិលជុំអញ្ចឹងថ្ងៃនេះលោកគ្រូសុំនិយាយរឿងមួយតាក់ទងជាមួយនឹងការដាស់មានន័យថាការដាស់ភាពជាអ្នកដឹកនាំហ្នឹងឲ្យចេញពីជនរងគ្រោះឬក៏ប្រសិនបើបងប្អូនមិនភ្ញាក់ចេញពីសភាពជនរងគ្រោះទេយើងប្រកាសជាដេកត្រាំនៅក្នុងហ្នឹងប៉ុន្តែបើសិនបើបងប្អូនដើរចេញពីហ្នឹងលោកគ្រូធានាថាបងប្អូននឹងជួបរឿងអីមួយដែលខ្លាំងហើយអាសភាពខ្លាំងហ្នឹងខ្លាំងលើសពីអ្វីដែលយើងគិតទុកអញ្ចឹងសូមបងប្អូនតាមនៅក្នុងចំណុចមួយបាទលោកគ្រូបញ្ជាក់ឡើងវិញអ្វីដែលលោកគ្រូនិយាយមិនមែនតាក់ទងជាមួយនឹងមេដឹកនាំដូចរបៀបដែលបងប្អូនអាចយើងគិតថាដល់យើងដឹកនាំគេមិនអញ្ចឹងលោកគ្រូចង់និយាយថាអារម្មណ៍របស់មេដឹកនាំនិងអារម្មណ៍បែបជាជនរងគ្រោះតាក់ទងជាមួយនឹងអារម្មណ៍ទេតាក់ទងមួយអារម្មណ៍ណាមិនតាក់ទងជាមួយនឹងតួនាទីមិនតាក់ទងជាមួយឋានៈអត់អញ្ចឹងទេមិនថាបងប្អូនមានបណ្ណាមានអំណាចយ៉ាងណាអប់រំច្រើនបណ្ណាប៉ុន្តែជាធម្មតាយើងអាចនៅជាប់ជាមួយនឹងគេហៅថាសភាពអារម្មណ៍របស់ជនរងគ្រោះហ្នឹងវានៅលាក់បំពួនពីក្រោយមិនថាបងប្អូនមានអំណាចប៉ុណ្ណាណាមិនថាបងប្អូនទទួលបានការអប់រំនឹងច្រើនយ៉ាងណាមិនថាបងប្អូននឹងមានទ្រព្យសម្បត្តិច្រើនយ៉ាងណាប៉ុន្តែយើងអាចនៅមានអារម្មណ៍របស់ជនរងគ្រោះនឹងកប់នៅក្នុងខ្លួនយើងឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថាបងប្អូនគឺជាមនុស្សម្នាក់ដែលសម្បូរទៅដោយការអាណិតខ្លួនឯងយើងចេះតែមានអារម្មណ៍ថាសោកសៅអាណិតខ្លួនឯងហើយកាលណាយើងអាណិតខ្លួនឯងបងប្អូនជាធម្មតាយើងស្វះស្វែងរកការអាណិតអាសូរនេះបើសិនបើយើងមានអារម្មណ៍បែបហ្នឹងអានោះជាសញ្ញាមួយដែលបង្ហាញថាយើងគឺជាមនុស្សម្នាក់ដែលមានអារម្មណ៍របស់ជនរងគ្រោះមិនមែនយើងនឹងជនរងគ្រោះទេមិនចង់និយាយអញ្ចឹងទេមិនមែនថាបងប្អូនជាជនរងគ្រោះមិនអញ្ចឹងទេគឺគ្រាន់តែថាយើងមានអារម្មណ៍របស់ជនរងគ្រោះហ្នឹងនៅក្នុងខ្លួនយើងបងប្អូនតន់អ្វីដែលលោកគ្រូនិយាយមិនថាបងប្អូនជាជនរងគ្រោះទេប៉ុន្តែយើងមានអារម្មណ៍ណាយើងមានអារម្មណ៍ជាជនរងគ្រោះនៅក្នុងខ្លួនយើងពីព្រោះយើងជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាចេះតែអាណិតខ្លួនឯងមានអារម្មណ៍សោកស្ដាយមានអារម្មណ៍ថាចង់ស្វែងរកការសន្តោសប្រណីឬក៏ការអាណិតអាសូរឬប្រសិនបើយើងជាមនុស្សម្នាក់ស្ថិតនៅក្នុងតំណែងតួនាទីល្អហើយឋានៈល្អហើយប៉ុន្តែជាមនុស្សម្នាក់ដែលសម្បូរទៅដោយការស្ដីបន្ទោសមានន័យថាច្រើនតែដាក់ការទទួលខុសត្រូវសម្រាប់បញ្ហានីមួយៗឲ្យអ្នកដទៃមិនថាបងប្អូនមានតំណែងយ៉ាងណានោះមានន័យថាជាសញ្ញាមួយដែលបងប្អូនស្ថិតនៅក្នុងលក្ខណៈមួយមានន័យថាស្ថិតនៅក្នុងអារម្មណ៍មួយមានន័យថាយើងកំពុងតែមានអារម្មណ៍ជាជនរងគ្រោះប៉ុន្តែឋានៈខ្លួនឯងជាមេដឹកនាំណាប៉ុន្តែក៏អាចមានមេដឹកនាំមានអារម្មណ៍បែបជាមេដឹកនាំក៏អាចមានដែរមិនមែនថាលោកដូណាល់ត្រាំហ្នឹងគាត់មនុស្សអស្ចារ្យអញ្ចឹងមិនមានអារម្មណ៍ជាជនរងគ្រោះមិនអញ្ចឹងទេឲ្យតែគាត់គេហៅថាជាមនុស្សម្នាក់ដែលសម្បូរទៅដោយការបន្ទោសមានន័យថាគាត់គឺជាមនុស្សម្នាក់មានអារម្មណ៍បែបជនរងគ្រោះឬក៏បើសិនបើយើងគឺជាមនុស្សម្នាក់ដែលចេះតែមានជំនឿមួយជឿថាខ្ញុំដូចអត់អាចធ្វើរឿងនឹងបានទេខ្ញុំដូចជាមិនអាចផ្លាស់ប្ដូរអីបានទេនេះបើសិនបើមានអារម្មណ៍អញ្ចឹងនោះក៏ជាសញ្ញាមួយបង្ហាញថាយើងមានអារម្មណ៍របស់ជនរងគ្រោះដែរឬក៏អត់មានក្តីសង្ឃឹមអីល្អទេមានន័យថារកក្តីសង្ឃឹមអីមួយឲ្យល្អដូចអត់មានទេអញ្ចឹងបងប្អូនជាប់នៅក្នុងអារម្មណ៍បែបអីបងប្អូនអាចគិតមើលមានន័យថាយើងស្ថិតនៅក្នុងអារម្មណ៍របស់ជនរងគ្រោះឬក៏យើងគឺជាមនុស្សម្នាក់ដែលសម្បូរទៅដោយទុក្ខសោកចង់និយាយថាយើងមានសេចក្តីទុក្ខមួយកាន់ក្តីទុក្ខជាប់នៅក្នុងខ្លួនយើងជាប្រចាំមានន័យថាកាន់ចាស់គាត់ច្រើនពាក្យមួយគាត់ថាបៀមទុក្ខណាបើសិនបើយើងកាន់ភាពល្វីងជូរចត់ជាប្រចាំមិនថាស្ថានភាពយ៉ាងណាគឺនៅតែកាន់អាហ្នឹងក៏បង្ហាញថាជាសញ្ញាមួយរបស់ជនរងគ្រោះដែរទោះដែលយើងឋានៈនៅប៉ុណ្ណាក៏ដោយភាពសម្បើមរបស់យើងប៉ុណ្ណាក៏ដោយជោគជ័យរបស់យើងយ៉ាងណាក៏ដោយឲ្យតែយើងកាន់ភាពល្វីងជូរចត់ជាប់ជាមួយនឹងខ្លួនអាហ្នឹងជាសញ្ញាមួយបង្ហាញថាបងប្អូនស្ថិតនៅក្នុងលក្ខណៈមួយគេហៅលក្ខណៈជនរងគ្រោះឬបើសិនបើយើងគឺជាមនុស្សម្នាក់ដែលសម្បូរទៅដោយការចំណែនជាមនុស្សម្នាក់ដែលសម្បូរការចំណែនចង់និយាយថាចេះតែជឿថាជីវិតហ្នឹងអយុត្តិធម៌មើលទៅពិភពលោកហ្នឹងគឺមើលទៅអយុត្តិធម៌មើលទៅស្រុកទេសយើងហ្នឹងអយុត្តិធម៌ឲ្យតែមានអារម្មណ៍ថាអយុត្តិធម៌ជាប្រចាំស្អីក៏អយុត្តិធម៌ដែរ
nông chia sẻ nhà muối bằng hàng thầy dưỡng cứ chỉ chân lòng cừu hời rứ có dưỡng cứ chỉ mình nông nét đã biêm chóp can chóp chỉ muối nứng rõm bạch chân lòng cừu rứ có khai ca plap đồ mình nước khá hào đố quạt chập đồ phần tay còn miên mình ô khá quạt khai nó trong cả đồ đài nóng có chia sẻ nhà muối đài rứ có chết là mẹ rõm thật luôn anh tôi ta mẹ rõm thật luôn anh tôn sao miên rõm thật luôn anh ác smart phiệt nóng có chỉ chân rong cừu đài rứ có dưỡng chết tại mẹ rõm tha rong trăm là nè mà nè mà chui dưỡng rong trăm tha bắt cắt chỉ miên là nè mà nè mà đọc sai pa nhà hà nâng ao nè nóng có chia sẻ nhà đài nè chia sẻ nhà rứ có bọc ôn pe khá dưỡng mẹ rõm tha đôi chỉ ọt miên tầm lấy đôi chỉ mẹ rõm tha ọt miên tầm lấy đôi chỉ mẹ rõm tha chất bao nhiêu nó tích toan đôi chỉ mẹ rõm tha luôn ai nó là o đá pan tay đôi là o toàn cột nè nóng có chia sẻ nhà đài nè chia sẻ nhà đài hay chết tại priệp thiệp luôn anh chỉ môi nè là tây nắng có chia sẻ nhà môi đại rứa coi chưa tha chết thì chưa tha đôi chỉ miên say muối bạch chăng cho môi dân chỉ phải chán đấy đôi miên say muối bạch chăng cho môi dân nóng có chia rốt nhà trong miên tha rốt nhà cho nông cô nó sầm bồ trà đại bóng ổn cu tại tam ở toàn để dễ những lục cụ trong để dễ ở bóng ổn tam ở toàn nộp về lại cà rãn cao láng á cà rãn cao láng mình thay dân chuyên là nào thếประสนบาอาการะตั้งออดโดยลูกเรียบรอบนังการล้างเมียนิทาอารมณ์แบบจนนกลูกกับปงตะการล้างมาปัญหาประสนไปยังดังเพลียมยังดังตอนถาและคณะได้ขยมกับปงแต่กึดนี่คือกิดด้วยจีมีอารมณ์ท่าเศร้าได้อยู่พวกไรด้วยมีอารมณ์มันนักคนไอ้นงยังดังถาตามพิษนี่คือจะอารมณ์ไปจนกลัวกึดแบบปันนังปองปองโลไทยกรอนแต่ตามเวทตอนแบบปันนังนะกรอนแต่ตามตอนติ๊กแบบปันนังมีในบองโอนแต่โชว์นกน้องมกลำไหนมวยคือนกน้องตีตังจะไม่ดักนวมหายปัญหาสมโนสุเธอแต่ยังตามตอนอดตามตอนอดหรือก็กระปงแต่เป็นแกเขาแต่กระปงแต่บันโตกระปงแต่บันโตเกกระปงแต่บันโตดำถาช่องกระปงในเย่บันโตแต่ดังแบบปันนังบองโอนเจนปีนังเพลียมในเย่นังคนในจังในเย่เอาบองโอนตามไอ้ตอนนะตามไอ้ตอนไทยยืงทัดนกน้องอารมณ์แบบน่ะตามไอ้ตอนเราคู่จังในเย่ใช่ไม่ใช่หาตามไอ้ตอนโอเตียหอทาบองโอนบันโตกระปงแต่บันโตปัญหาคนดังทักลุนไอบันโตบางคนดังทักการเมียนไอเพลียมมวยลงไปอย่างนี้เมียนกาตัวเขาเตาเพลียมยืงนั้นนะยืงกระปงแต่บันโตปัญหาสลับแต่ดังทาnhóm đâyกระปงบันโตกระปงแต่กระถานั้นกระเพาะบอกเกมมั้งนั่นชื่อกระเพาะบอกเกนี่คนละตามตอนแต่nhómกระปงบันโตแต่น้องลงไปนั่งอาเพียบตัวเขาเตามวยนะการล้างจะปกรุนบางปนเพลียมมีในทางนาจับดำการล้างเพลียมกรอนแต่ดังครุนมวยปกเปรย์พเนยนั่งนะคนละตามตอนนั่งนะยังมีท่าน้องลงไปได้ยังประตูยังตามตอนกาประตูวิเตอร์จิจังคือกาตัวเขาเตาหรือก็การจัดมองเจเราไปได้ยังประตูให้ยังดังครุนยังอายถามเราตักยังอายเฟื่อไว้การจะปูเรื่องนั่งเนี่ยตักยังถอดเฟื่อไหมหรือก็ตักยมถอดเฟื่อแบบนั้นวิจัยตัวจะเรื่องมวยเซนหรือก็บัดสันใบยืงกับปงแต่นัดครุนไอกับปงแต่นัดโดยเฉยังในใจทำไม่ก่อเรื่องจังการล้างจุปุกยมด้วยวิมันซ้อมมันซ้อมท่าเรื่องจังการล้างจุปุกยมไหมบางคนควรมีอารมณ์จังบางคนดังท่าอันนี้คือจะอารมณ์เศร้าบอกเจ้าหนุ่มครูแต่จังควรดังมวยปริบในนั้นบางคนสันดอกคนไอเปลี่ยนโดจังปีกานัดโซ่คนไอเต้าจะกาสันดอกนะกาสันดอกคอกเนี่ยกาสันดอกเมียนิทาเลิกเลยởคนไอเมียนสลายเพียบอดโจกจอมจมูกอย่างกานัดเต้นั่นก็หาถ้ากาสันดอกล้วนกาอันนัดคนไอเซ้งกาสันดอกเพลเซ้งสันดอกเมียนิทาดอกเลยคนไอเอาเมียนสลายเพียบเอารู้พอดปีเพียบสาวนั่นอันนั้นหาถ้ากาสันดอกอ่องเลยก็หาถ้า self compassion นะมวย self pityจังยี่ฐานนัดคนไอเนี่ยนัดคนไอจะเพียบสาวมวยอันนั้นคือเจ้ารำระบอบจนกลัวปัญหาเราไปเลยยังดังฐานนี่คือเจ้ารำระบอบจนกลัวน้องลงไปนั่งครัวบอมบ่มไหลตัวเจ้ากาสันดอกคนไอเนี่ยกาสันดอกเซนจังยี่ถ้าจนกลัวกอดใจหนึ่งยี่เปียมวยกอดถามไม่บันเรื่องนั้นการล้างจุบุกยมจังเมนิทาซ้ำแต่การล้างจุบุกเกจังบางคนปัญหาจนตรงกลัวกอดกัดจังกอดกัดถ้าเรื่องนั้นมันซ้ำมาการล้างจุบุกยมจังบางสันไปยืงตามตอนยืงเล่นเล็กครูนไอ้หนกน้องกาเอาแหลกหนาจนตรงกลัวหายvì tôi chỉ miền cà thạch nòmคนไอ้វិញណាthạch nòmคนไอ้ไทยราซาคนไอ้รูปดอกคนไอ้จังขนมลงไปแล้วบอบโอนไอ้เรือเต่าให้
គេថា move forward ណាអង់គ្លេសថា move forward មានន័យថារំកិលទៅមុខជាមួយនឹងកម្លាំងវាមានកម្លាំងអីចូលមកភ្លាមគាត់តែដឹងប៉ុណ្ណឹងមានកម្លាំងមកឥឡូវសាកមើលក្នុងអំឡុងពេលដែលបងប្អូនមានការខ្លួនឯងដឹងប៉ុណ្ណឹងមានកម្លាំងកើតឡើងភ្លាមលោកគ្រូធានា 100% ហើយកម្លាំងជាកម្លាំងមួយដែលរុញយើងទៅមុខណាកម្លាំងគឺជាកម្លាំងមួយដែលរុញយើងទៅមុខឬក៏យើងកំពុងតែចំណែនឧទាហរណ៍ថាអញ្ចេះមិនបានហៅចំណែនឧទាហរណ៍ថាដូចជាគេដូចជាមានសំណាងហើយខ្ញុំខ្លួនឯងទៅអត់សំណាងមើលទៅគេនរណាក៏មានសំណាងល្អដូចជាមានសំណាងគេក៏មិនក៏មានសំណាងដល់ពេលក្រោយមកយើងតាមតន់គិតអញ្ចេះដូចចំណែនទេអញ្ចឹងក្នុងអំឡុងពេលហ្នឹងបងប្អូនខ្លាយទៅជាគេហៅថាមានអារម្មណ៍មួយមានការជំរុញវិញមានអារម្មណ៍ថាមានកម្លាំងអីមួយជំរុញហើយណាពីព្រោះយើងគិតថាគេសំណាងហើយយើងអត់សំណាងហើយយើងដឹងថាអានឹងចំណែនអញ្ចឹងវាកើតមានកម្លាំងអីមួយជំរុញលោកគ្រូអត់ដឹងថាវាកើតឡើងមកពីណាប៉ុន្តែគាត់តែដឹងថាអានឹងគឺជាការចំណែនមានកម្លាំងអីមួយរុញយើងដោយស្វ័យប្រវត្តិពាក្យមួយគេហៅថាបងប្អូនធ្លាប់ឮគេហៅគិតវិជ្ជមាននោះមានកម្លាំងនោះអញ្ចឹងមានកម្លាំងអីមួយជំរុញសាកមើលចង់និយាយថាយើងអាចមានអារម្មណ៍ថាដូចជាឥឡូវក្នុងស្ថានភាពបែបហ្នឹងឥឡូវខ្ញុំអាចរៀនអីបានចេញពីដំណើរផ្លូវបែបហ្នឹងនេះវាដូរការគិតទៅជាអញ្ចឹងវិញណាដូរការគិតទៅអញ្ចឹងមនុស្សដែលមានអារម្មណ៍ធ្លាប់តែអស់សង្ឃឹមមានអារម្មណ៍ថាតែតើទៅជាមានភាពអាចទៅរួចមួយកើតក្នុងចិត្តវាជារឿងមួយអញ្ចឹងអាការដូរអារម្មណ៍ណាដូរអារម្មណ៍ចេញពីជនរងគ្រោះទៅអារម្មណ៍ជាអ្នកដឹកនាំហ្នឹងវាធ្វើឲ្យយើងមានកម្លាំងអញ្ចឹងដូរពីភាពតែតើទៅជាភាពអាចទៅរួចប៉ុន្តែដឹងសិនដឹងថានេះគឺជាអារម្មណ៍តែតើតាដឹងថាមិនបានខ្ញុំចេះតែគិតថាខ្ញុំមិនអាចធ្វើអីបានមិនបានខ្ញុំចេះតែគិតអញ្ចឹងនេះមិនបានខ្ញុំអញ្ចឹងមាននៅក្នុងអំឡុងពេលហ្នឹងឲ្យតែបងប្អូនដឹងថាអញ្ចឹងមានន័យថាបងប្អូនបោះមួយជំហានទៅមុខហើយបោះមួយជំហានទៅមុខមានតែចេញពីអស់សង្ឃឹមដឹងទៅជាមានសង្ឃឹមវិញនៅក្នុងសភាពចិត្តអស់សង្ឃឹមសុកគ្រាន់តែដឹងទៅជាមានសង្ឃឹមណាធ្លាប់តែគិតថាដូចជាគ្មានអីដូរកើតទេនេះអារម្មណ៍អញ្ចឹងដូចជាអារម្មណ៍តែតោលទេអារម្មណ៍តែតោលដូចជាអារម្មណ៍របស់ជនរងគ្រោះនេះដឹងប៉ុណ្ណឹងបងប្អូនមានសង្ឃឹមភ្លាមណាដឹងប៉ុណ្ណឹងមានសង្ឃឹមឬក៏ខ្លាចគ្រាន់តែដឹងថាខ្ញុំដូចជាកំពុងខ្លាចដឹងប៉ុណ្ណឹងបងប្អូនខ្លាចហានបានហើយកំពុងតែខ្លាចទៅជាខ្លាចហានប៉ុន្តែទៅជាខ្លាចហានបានដល់ដឹងថាខ្លួនឯងកំពុងខ្លាចកំពុងតែត្រូវបានគេបដិសេធដោយមានអារម្មណ៍ថាដូចជាបដិសេធដោយគេអត់ទទួលយកខ្ញុំយើងដឹងថានេះគឺជាអារម្មណ៍របស់ជនរងគ្រោះដឹងប៉ុណ្ណឹងខ្លួនឯងមានតម្លៃភ្លាមមិនបាច់ចាំយូរទេចង់និយាយថាមួយប្រព្រឹត្តភ្នែកខ្លាយទៅខ្លួនឯងមានតម្លៃមួយប្រព្រឹត្តភ្នែកចេញពីខ្លាចទៅជាក្លាហានមួយប្រព្រឹត្តភ្នែកចេញពីភាពអស់សង្ឃឹមទៅជាមានសង្ឃឹមមួយប្រព្រឹត្តភ្នែកចេញពីភាពតែលតោលទៅជាមានភាពអាចទៅរួចមួយអាចទៅអញ្ចេះវាមានរឿងអញ្ចឹងចាំមានថាអ្វីដែលលោកគ្រូនិយាយចង់ឲ្យបងប្អូនរើមានតែធ្វើដំណើរចេញពីសភាពជាជនរងគ្រោះហ្នឹងទៅជាសភាពមួយទៀតគេហៅសភាពជាមេដឹកនាំណាសភាពមេដឹកនាំបងប្អូនធ្លាប់លើសូពាកមួយណាក្មេងៗណានៅពេលដែលគាត់កំពុងលេងនៅកន្លែងណាមួយអញ្ចឹងជក់លេងពុកណៃគាត់មកម៉ែអោមកគាត់ថាហេអូនទៅផ្ទះវិញកូនទៅផ្ទះឈប់លេងទៅផ្ទះថ្មហ្នឹងនៅលេងអីទៀតទៅផ្ទះវិញធ្លាប់លើពាក្យហ្នឹងណាធ្លាប់លើឪពុកម្ដាយដេញកូនចៅថាទៅផ្ទះលោកគ្រូស្រឡាញ់ពាក្យហ្នឹងថាទៅផ្ទះឈប់លេងទៅកូនទៅផ្ទះវិញឥឡូវបងប្អូនលេងជាអីដោះលេងខ្លួនឯងហើយទៅផ្ទះវិញដោះលេងខ្លួនឯងលោកគ្រូចង់និយាយថាឈប់ទៅមានអារម្មណ៍អញ្ចឹងអាហ្នឹងអារម្មណ៍របស់ជនរងគ្រោះទេឈប់ទៅនិយាយអញ្ចឹងការនិយាយអញ្ចឹងគឺជាពាក្យសម្ដីរបស់ជនរងគ្រោះទេឈប់ទៅលេងបន្តអញ្ចឹងអាហ្នឹងសុទ្ធតែជារឿងសុទ្ធតែជាអារម្មណ៍របស់ជនរងគ្រោះឬក៏លក្ខណៈរបស់ជនរងគ្រោះតួនាទីយើងគឺខ្ពស់ជាងហ្នឹងផ្ទះយើងមិននៅហ្នឹងទេអញ្ចឹងបានគាត់អញ្ចឹងឥឡូវប្រើពាក្យវិញសម្រាប់មនុស្សធំទៅផ្ទះវិញឈប់ធ្វើអញ្ចឹងឬក៏ទៅផ្ទះវិញឈប់រស់នៅក្នុងសភាពជាជនរងគ្រោះអញ្ចឹងទៅផ្ទះវិញឈប់រសាត់អណ្ដែតអញ្ចឹងមនុស្សដែលនិយាយនៅក្នុងលក្ខណៈមួយលក្ខណៈđặtខ្លួនឯងឬក៏បន្ទោសហ្នឹងគេហៅថារសាត់អណ្ដែតកាលណាយើងរសាត់អណ្ដែតមានន័យយើងឆ្ងាយពីខ្លួនពិតរបស់យើងមិនមែនជនរងគ្រោះអញ្ចឹងទេ
ខ្លួនពិតរបស់យើងមិនអញ្ចឹងទេខ្លួនពិតរបស់យើងគឺជាមនុស្សម្នាក់ដែលប្រកែមានភាពជាអ្នកដឹកនាំដឹកនាំគេនេះបានខ្លួនពិតរបស់យើងអញ្ចឹងមានទៅផ្ទះវិញណាដូចម៉ែអូប្រាប់ថាឈប់លេងកូនទៅផ្ទះអញ្ចឹងទៅផ្ទះមានន័យថាអញ្ចឹងទៅផ្ទះចង់និយាយថាធម្មជាតិរបស់បងប្អូនមិនអញ្ចឹងណាលោកគ្រូប្រើភាសាទៅផ្ទះចង់និយាយថាធម្មជាតិរបស់យើងមិនអញ្ចឹងទេធម្មជាតិរបស់យើងកំពុងរងចាំនៅពីក្រោយហ្នឹងណាឥឡូវបងប្អូនកំពុងតែរអ៊ូណារអ៊ូកំពុងតែរអ៊ូកំពុងតែអាណិតខ្លួនឯងប៉ុន្តែមានធម្មជាតិមួយកំពុងតែមកផ្ទាំងមួយផ្ទាំងនៅពីក្រោយកំពុងតែចាំយើងថាមកនេះមកផ្ទះវិញមកកុំទៅរអ៊ូអញ្ចឹងកុំទៅបន្ទោសអញ្ចឹងកុំអាណិតខ្លួនឯងអញ្ចឹងកុំចំណែនអញ្ចឹងកុំតូចចិត្តអញ្ចឹងកុំតែលតោលអញ្ចឹងកុំអស់សង្ឃឹមអញ្ចឹងមកផ្ទះវិញមកផ្ទះអញ្ចឹងមកទៅផ្ទះវិញអញ្ចឹងគ្រប់ពេលដែលបងប្អូនបន្ទោសអ្នកដទៃវាស្មើគ្នានឹងយើងដូចឲ្យអំណាចដូចចាយអំណាចចោលអញ្ចឹងណាយើងគិតថាខ្ញុំកំពុងមានព្រៀបខ្ញុំអាចបន្ទោសគេបានខ្ញុំកំពុងមានព្រៀបអត់ទេដូចយើងជះយើងមានអំណាចហើយដងជះអំណាចរបស់យើងចោលប៉ុន្តែយើងអត់ដឹងខ្លួនទេដូចមានអារម្មណ៍ថាខ្លួនឯងមានព្រៀបតាមពិតកំពុងតែជះអំណាចចោលកំពុងជះអំណាចចោលអញ្ចឹងក្នុងអំឡុងពេលដែលបងប្អូនឈប់បន្ទោសភ្លាមឬក៏ដឹងថាខ្លួនឯងកំពុងបន្ទោសបានអំណាចមកវិញភ្លាមអញ្ចឹងឈប់បន្ទោសទៅផ្ទះវិញណាទៅផ្ទះវិញបើម៉ែអូននៅkiaហ្នឹងដេញអត់មានមកធ្វើអញ្ចឹងទៅផ្ទះវិញណាទៅផ្ទះវិញអញ្ចឹងក្នុងអំឡុងពេលហ្នឹងបងប្អូនទទួលបានកម្លាំងមកវិញប៉ុន្តែបើសិនបើយើងអាណិតខ្លួនឯងអត់មានកម្លាំងទេណាវាអញ្ចឹងមានធម្មជាតិបានឲ្យទ្វារមកយើងប៉ុន្តែគ្រាន់តែថាយើងមិនចូលណាយើងមិនចូលឥឡូវទៅផ្ទះអញ្ចឹងគ្រួសាររបស់យើងកូនចៅរបស់យើងមិត្តភ័ក្តិរបស់យើងគេរងចាំការមើលឃើញថ្មីរបស់យើងឬក៏យើងនៅបន្តមើលឃើញត្រឹមកម្រិតប៉ុណ្ណឹងមេដឹកនាំអត់មើលឃើញប៉ុណ្ណឹងទេមេដឹកនាំអត់នៅលាក់ខ្លួនអញ្ចឹងទេឥឡូវមកផ្ទះវិញបងគេហៅថាតម្លើងកម្រិតនៃការមើលឃើញរបស់យើងឲ្យវាខ្ពស់ជាងហ្នឹងពីព្រោះគេក៏រងចាំយើងទៅជួយណែនាំផ្លូវដែរណាណែនាំផ្លូវដែរឬក៏បងប្អូននៅ control អារម្មណ៍លក្ខណៈជាជនរងគ្រោះឬក៏យើងចង់ជួយនេះគ្រួសារយើងមិត្តភ័ក្តិយើងឈប់មានអារម្មណ៍ថាមិនបានខ្ញុំអញ្ចឹងហេតុអីក៏ខ្ញុំវាទៅជាយើងទៅគិតក្នុងលក្ខណៈមួយថាឥឡូវមិនវាអញ្ចឹងនេះអាហ្នឹងចេញដំណើរនេះអញ្ចឹងមកគេប្រើពាក្យថាទៅផ្ទះវិញហ្នឹងណាទៅផ្ទះវិញអញ្ចឹងយើងទៅសរសេរខ្សែជីវិតរបស់យើងឡើងវិញដំណើររឿងជីវិតរបស់យើងធ្លាប់តែអញ្ចេះឥឡូវសរសេរវាឡើងវិញទៅសរសេរឡើងវិញឈប់ទៅយួរឈប់កាន់អាសភាពជនរងគ្រោះម្ដងហើយម្ដងទៀតកាន់វាដដែលឈប់កាន់វាបោះវាចោលធ្លាក់វាចោលឈប់កាន់អាហ្នឹងឈប់យួរអាហ្នឹងឈប់រែកអាហ្នឹងឈប់ពុនអាហ្នឹងឈប់ទូលអាហ្នឹងពីព្រោះអ្វីដែលយើងរែកមកពុនមកទូលមកកន្លងមកបើសិនបើយើងពិនិត្យមើលឃើញថាអានេះសភាពជនរងគ្រោះធ្លាក់វាចោលថាបងប្អូនធ្លាក់វាចោលពាក្យសម្ដីពេលខ្លះវាធ្វើឲ្យយើងនឹងគេហៅថាសាយភាយជាតិពុលណាសាយភាយជាតិពុលអញ្ចឹងបើសិនបើយើងនៅយើងនៅទៅចង់និយាយថាទូលពាក្យទាំងអស់ហ្នឹងអញ្ចឹងចុះអាភាពមេដឹកនាំរបស់យើងសភាពកំពូលរបស់មនុស្សរបស់យើងទៅណាចាំមកថាចេញពីនងមកនេះមកណាឈប់ទៅឈរនៅកន្លែងហ្នឹងមកឈរនៅនេះទៅផ្ទះវិញចាំមានថាក្នុងអំឡុងពេលដែលបងប្អូនទៅផ្ទះបងប្អូនដឹងហើយថាតម្លៃខ្លួនយើងប៉ុណ្ណាយើងមិនមែនជាមនុស្សជាជនរងគ្រោះអញ្ចឹងទេណានៅពេលដែលយើងដឹងខ្លួនពន្លឺចាំងចេញមកហើយសូម្បីតែយើងកំពុងតែឈឺចាប់សូម្បីតែយើងកំពុងឈឺចាប់ក៏ដោយក៏ពន្លឺចាំងចេញមកដែរអញ្ចឹងភាពក្លាហានក៏វាដុសចេញមកពីព្រោះយើងមកឈរនៅផ្ទះយើងហើយអញ្ចឹងមនុស្សដែលត្រឡប់មកផ្ទះមកកាន់មកទទួលភាពជាអ្នកដឹកនាំនេះចង់និយាយថាមិនដល់ដឹកនាំអ្នកដទៃណាលោកគ្រូនិយាយហ្នឹងគឺតាក់ទងជាមួយនឹងការដឹកខ្លួនឯងមានន័យថាអនុញ្ញាតឲ្យខ្លួនឯងហ្នឹងអាចមានសេរីភាពដឹកពាក្យសម្ដីរបស់ខ្លួនឯងដឹកការគិតរបស់ខ្លួនឯងដឹកអារម្មណ៍របស់ខ្លួនឯងអាហ្នឹងគេហៅថាមកផ្ទះវិញណាក្នុងអំឡុងពេលហ្នឹងបើសារតាមធម៌ព្រះបងប្អូនជាមនុស្សម្នាក់ដែលមានសន្តិភាពនៅក្នុងចិត្តមានន័យថាយើងឈ្នះសមរភូមិហើយឈ្នះអារម្មណ៍បែបជាជនរងគ្រោះស្មើនឹងឈ្នះសមរភូមិដ៏ធំមួយហ្នឹងមិនមែននិយាយអញ្ចឹងមានថាដល់យើងអត់មានអារម្មណ៍នឹងសោះមិនអីទេមានចោះជារឿងធម្មតារបស់មនុស្សជារឿងធម្មជាតិការដែលយើងមានអារម្មណ៍តូចចិត្តនេះមានអារម្មណ៍អាណិតខ្លួននេះមានអារម្មណ៍ចំណែននេះមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនេះមានចោះប៉ុន្តែមានតែមួយផ្លេតបានហើយហើយដឹងខ្លួនចេញភ្លាមវាជារឿងធម្មជាតិទេណាលោកគ្រូនេះបញ្ជាក់ឡើងវិញមិនអត់ទេលោកគ្រូក៏មានដែរ
មានដូចតែគ្នាហ្នឹងអារម្មណ៍អាណិតខ្លួនឯងអារម្មណ៍តូចចិត្តអារម្មណ៍ថាมันមានតម្លៃណាអារម្មណ៍ថាត្រូវបានគេបដិសេធមានដូចគ្នាប៉ុន្តែមានតែមួយផ្លេតបានហើយកុំត្រាំណាកុំត្រាំចង់និយាយថាគ្រាន់តែមានយើងដឹងខ្លួនថាខ្ញុំកំពុងតែបន្ទោសគេតាខ្ញុំកំពុងតែតូចចិត្តតាដឹងមួយផ្លេតប៉ុណ្ណឹងបងប្អូនមិនបាច់ទាញដៃខ្លួនឯងឲ្យចេញទេយើងចេញភ្លាមចង់និយាយថាក្នុងអំឡុងមកប្រព្រឹត្តភ្នែកហ្នឹងណាយើងមកដល់លំហមួយគ្រាន់តែដឹងបងប្អូនមកដល់ space មួយហើយលំហមួយដែលបងប្អូនអាចដកដង្ហើមបានយ៉ាងជ្រៅឈរយ៉ាងខ្ពស់ណាដកដង្ហើមយ៉ាងជ្រៅឈរយ៉ាងខ្ពស់យ៉ាងមាំទាំយ៉ាងមានសេរីភាពនេះអាហ្នឹងគេហៅថាមកផ្ទះណាចេញពីនេះអញ្ចឹងមានចោះមានមួយផ្លេតបានហើយដឹងខ្លួនចេញភ្លាមពីព្រោះរកធម្មជាតិត្រូវតែមានហើយបាទលោកសូមបញ្ជាក់ឡើងវិញបន្តិចសូមនិយាយដដែលបន្តិចជាធម្មតាណាធម្មតាមានអារម្មណ៍បែបហ្នឹងធម្មតាចង់និយាយថាជីវិតយើងជាធម្មតាពាក្យថាជីវិតបងប្អូនដឹងហើយជីវិតជាធម្មតាអាចរុញយើងនៅក្នុងស្ថានភាពណាមួយដែលយើងពេលខ្លះអត់អាច control បានទេអត់អាចគ្រប់គ្រងរឿងដែលកើតឡើងគឺយើងអាចគ្រប់គ្រងបានចង់និយាយថាយើងមិនមែនជាប្រអិនមិនមែនជាព្រះទេមិនអាចគ្រប់គ្រងស្ថានភាពបានទេយើងអាចស្ថិតនៅក្នុងស្ថានភាពណាមួយដែលបងប្អូនពិបាកនៅក្នុងការគ្រប់គ្រងអញ្ចឹងក្នុងអំឡុងពេលដែលយើងមិនអាចគ្រប់គ្រងបានហ្នឹងណាក្នុងវាងាយដែលធ្វើឲ្យបងប្អូនរអិលចូលទៅក្នុងទួលនីតិមួយទៀតគេហៅថាយើងទៅដើរទួលនីតិជាជនក្នុងព្រំភ្លាមមួយរំពេចពីព្រោះស្ថានភាពរុញអញ្ចឹងយើងមិនអាចគ្រប់គ្រងបានអញ្ចឹងមានន័យថាទួលនីតិជាជនក្នុងព្រំកើតឡើងភ្លាមឧទាហរណ៍ថាអញ្ចេះនៅសុកស្រាប់តែបាត់បង់ការងារធ្វើមួយប្រព្រឹត្តភ្នែកដែលកំពុងមានការងារធ្វើសុកក៏បាត់អាការងារហ្នឹងទៅមកប្រព្រឹត្តភ្នែកអារម្មណ៍ដែលខ្លួនឯងមានអារម្មណ៍ថាមានសុវត្ថិភាពវាបាត់អារម្មណ៍ថាមានសុវត្ថិភាពវាបាត់ទៅអាហ្នឹងយើងអត់អាច control បានទេចង់និយាយថាមកផ្លេតធ្លាប់តែមានអារម្មណ៍ថាមានសុវត្ថិភាពឥឡូវអាសុវត្ថិភាពវាបាត់អញ្ចឹងបងប្អូនទៅជាប្រឈមមុខនឹងការជំទាស់នឹងបដិសេធឬក៏តាក់ទងជាមួយនឹងអ្វីមួយដែលយើងធ្លាប់ពឹងបានឥឡូវវាពឹងមិនបានអ្វីមួយដែលធ្លាប់តែកក់ក្ដៅឥឡូវវាទៅជាត្រជាក់វាជារឿងមួយជីវិតហ្នឹងវាអាចល្អិលចូលអញ្ចឹងកាលណាជីវិតល្អិលចូលអញ្ចឹងអារម្មណ៍បែបជនក្នុងគ្រោះហ្នឹងវាកើតឡើងមកវាជារឿងធម្មតាហ្នឹងធម្មជាតិណាធម្មជាតិវាយើងអាចមានអារម្មណ៍ថាមិនអញ្ចឹងទៅមិនក៏ជីវិតហ្នឹងដូចជាអយុត្តិធម៌មិនក៏រឿងហ្នឹងក៏កើតឡើងអត់តាមខ្ញុំចង់បានវាអាចមានអារម្មណ៍អញ្ចឹងណាអារម្មណ៍អញ្ចឹងវាជារឿងមួយវាជារឿងធម្មតាទេធម្មតាការដែលគិតថាខ្លួនឯងមិនមានសំណាងអីក៏ធម្មតាដែរប៉ុន្តែអ្វីដែលមិនធម្មតានេះគឺយើងនៅនឹងយូរពេកណាយូរពេករឿងដែលមិនធម្មតាគឺកុំនៅយូរពេកតែប៉ុណ្្នឹងទេមានន័យថាបងប្អូនកុំនៅកន្លែងហ្នឹងយូរពេកណាចាំពីថ្ងៃហ្នឹងទៅតាមខ្លួនឯងឲ្យតាន់ណាតាមឲ្យតាន់អញ្ចឹងនៅពេលដែលបងប្អូនតាមខ្លួនឯងតាន់យើងលេងលិចចូលទៅក្នុងការសង្ស័យហើយជាធម្មតាមនុស្សយើងលិចមានន័យផុងខ្លួនផុងនៅក្នុងអីគេផុងនៅក្នុងការសង្ស័យខ្លួនឯងមនុស្សយើងជាធម្មតាផុងខ្លួនផុងនៅក្នុងការភ័យខ្លាចអញ្ចឹងការភ័យខ្លាចនេះបើនិយាយឲ្យមែនទែនទៅដូចជាផុកមួយអញ្ចឹងដែលធ្វើឲ្យមនុស្សផុងជាប់បានណាការសង្ស័យក៏អញ្ចឹងដែរការអាណិតខ្លួនឯងក៏អញ្ចឹងដែរប៉ុន្តែក្នុងអ្វីដែលគ្រូនិយាយខ្ញុំចង់ឲ្យបងប្អូននឹងតាមឲ្យតាន់ណាតាមឲ្យតាន់ក្នុងអំឡុងពេលដែលខ្លួនឯងកំពុងលិចចូលទៅក្នុងការសង្ស័យដឹងថាអានេះជនរងគ្រោះតាឬក៏ក្នុងអំឡុងពេលដែលបងប្អូនផុងនៅក្នុងការភ័យខ្លាចយើងដឹងអាណិតខ្លួនឯងយើងដឹងអញ្ចឹងក្នុងអំឡុងពេលដែលបងប្អូនដឹងមានន័យថាបងប្អូនកំពុងអណ្ដែតឡើងភ្លាមគ្រាន់តែដឹងប៉ុណ្ណឹងអណ្ដែតឡើងបានបងប្អូនជឿលោកគ្រូទេគ្រាន់តែដឹងប៉ុណ្ណឹងណាគ្រាន់តែដឹងប៉ុណ្ណឹងយើងអណ្ដែតឡើងវិញបានអញ្ចឹងអានោះវាជាកំតិចផ្កាភ្លើងមួយជាពន្លឺមួយដែលធ្វើឲ្យយើងចេញពីសភាពមួយគេហៅថាសភាពជនរងគ្រោះហ្នឹងអណ្ដែតចូលទៅក្នុងសភាពជាមេដឹកនាំមកប្រព្រឹត្តភ្នែកហ្នឹងគឺក្នុងលក្ខណៈថាក្នុងក៏ស្គាល់លក្ខណៈថាការសម្គាល់ឃើញណាការសម្គាល់ឃើញគ្រាន់តែសម្គាល់ឃើញប៉ុណ្ណឹងបងប្អូនយកអំណាចមកវិញបានងាយជារឿងមួយងាយគួរតែធ្វើហើយមានសន្តិភាពក្នុងចិត្តណាចង់និយាយគ្រាន់តែសម្គាល់ឃើញថាអានេះសភាពលក្ខណៈរបស់ជនរងគ្រោះតែគ្រាន់តែដឹងប៉ុណ្ណឹងណាបងប្អូនយកអំណាចបានមកវិញអញ្ចឹងមេចិត្តយើងជាធម្មតាវាជាសភាវគតិរបស់មនុស្ស
អាចណាចិត្តរបស់យើងអាចទាញបងប្អូនចូលទៅក្នុងការបន្តអានឹងវាជារឿងធម្មតាទេណាអាចវាទាញយើងហើយបេះដូងរបស់យើងក៏វាទាញយើងដែរទាញយើងចូលទៅក្នុងភាពគេហៅថាសោកសៅអានឹងជារឿងរបស់បេះដូងប៉ុន្តែអំឡុងពេលដែលបងប្អូនដឹងណាលើក្រោយបើសិនវាកើតឡើងនិយាយថាអញ្ចេះបើសិនជាមានអារម្មណ៍នឹងកើតឡើងណាកើតឡើងយើងនិយាយថាចាំតិចអានេះដូចជាជនរងគ្រោះនៅក្នុងខ្លួនខ្ញុំតែកុំគិតថានឹងជាយើងណាយើងមកផ្ទះវិញហើយណាកុំគិតថានឹងជាយើងអាចនិយាយថាចាំមកផ្លេតនេះគាត់តែគិតអញ្ចឹងចាំមកផ្លេតថាអានេះដូចជាជនរងគ្រោះនៅក្នុងខ្លួនខ្ញុំតែគ្រាន់តែគិតប៉ុណ្ណឹងណាគ្រាន់តែគិតប៉ុណ្ណឹងបងប្អូនបង្កើតបានចន្លោះមួយគេហៅថា space មួយលំហមួយបង្កើតបានលំហមួយលំហហ្នឹងអាចឲ្យបងប្អូនរើសបានហើយរើសធ្វើសកម្មភាពអីមួយផ្សេងចេញពីហ្នឹងឯងរើសទៅក្នុងលក្ខណៈមួយធ្វើសកម្មភាពមួយដែលក្លាហានជាងមុនអញ្ចឹងមានស្អីមួយផុសឡើងមានន័យថាយើងធ្លាប់តែមានអារម្មណ៍ថារលាយបាត់វាទៅជាមានអារម្មណ៍នៃការដែតឡើងនេះអញ្ចឹងមានន័យថាអានោះនៅពេលបងប្អូនគិតដូចលោកគ្រូអ្វីដែលលោកគ្រូពងនិយាយថាចាំបន្តិចអាហ្នឹងដូចជនរងគ្រោះនេះអញ្ចឹងមានថាពួកអស់ហ្នឹងយើងប្រើពាក្យថាពួកការភ័យខ្លាចអស់ហ្នឹងពួកការសង្ស័យអស់ហ្នឹងពួកការអាណិតខ្លួនឯងបែបហ្នឹងវាលេងនៅបំរើយើងទៀតហើយលេងនៅបំរើយើងជាធម្មតានៅបំរើយើងជាប្រចាំឲ្យយើងសោកសៅអញ្ចឹងពីព្រោះគេបំរើយើងគេនៅបំរើយើងណាបងប្អូនយកពាក្យបំរើទេការភ័យខ្លាចនៅតែបំរើយើងការសង្ស័យនៅតែបំរើយើងការតូចចិត្តនៅតែបំរើយើងការចំណែននៅតែបំរើយើងការប្រៀបធៀបនៅតែបំរើយើងការអន់ចិត្តការមានអារម្មណ៍ថាគេបដិសេធនៅតែបំរើយើងអ្នកទាំងអស់ហ្នឹងនៅតែបំរើយើងដល់ពេលយើងគិតអញ្ចឹងគេឈប់បំរើយើងគេចេញអស់ហើយបងប្អូនបានមកដល់ផ្ទះយើងវិញហើយឈប់នៅផ្ទះមួយដែលគេបំរើយើងបែបហ្នឹងយើងមកដល់ផ្ទះថ្មីរបស់យើងអញ្ចឹងមានន័យថាក្នុងអំឡុងពេលដែលដឹងប៉ុណ្ណឹងបងប្អូនប្រែនេះគេហៅប្រែបងប្អូនយល់ពាក្យប្រែទេយល់ពាក្យថាប្រែតម្រង់ទេមានន័យថាផ្លាស់ប្ដូរប្រែប្រួលអង់គ្លេសគេមានពាក្យមួយថា transform មានន័យថាដូរតម្រង់ដូរពីអ្វីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាចេះតែរលាយបាត់ទៅជាអារម្មណ៍មួយដែលមានភាពភ្លឺថ្លាជាងមុនដូរចេញពីងងឹតទៅជាមានការយល់ឃើញមួយដូរចេញពីទុនខ្សោយទៅជាមានកម្លាំងវិញនេះទៅវាដូរទៅជាធម្មពលវិញគ្រាន់តែដឹងប៉ុណ្ណឹងមានអីពិបាកដឹងប៉ុណ្ណឹងមកដល់ផ្ទះវិញភ្លាមដឹងប៉ុណ្ណឹងមកដល់ផ្ទះអញ្ចឹងមានថាបើសិនជាយើងណាវាដូរអញ្ចេះឧទាហរណ៍ថាយើងចពុបជើងចូលទៅក្នុងទម្លាប់ចាស់លោកគ្រូនិយាយអញ្ចឹងហើយមានន័យថាយើងធ្លាក់ចូលក្នុងទម្លាប់ចាស់ដូចពីមុនទៀតប៉ុន្តែគ្រាន់តែដឹងថាខ្ញុំធ្លាក់ចូលរឿងពីមុនទៀតហើយគ្រាន់ដឹងប៉ុណ្ណឹងមាត់ទ្វារបើកខ្វាំងនៅពីមុខជើងបើកខ្វាំងចង់និយាយឡើងផុតខ្ពស់ជាងមុនទៀតគ្រាន់តែកំពុងបន្ទោសភ្លាមកំពុងបន្ទោសគេសុកគ្រាន់តែដឹងប៉ុណ្ណឹងមាត់ទ្វារបើកផុតការបន្ទោសខ្ពស់ជាងមុននេះលយទេលយអញ្ចឹងមានថាអារលកនៃការអស់សង្ឃឹមលេងនៅជាមួយយើងហើយបើសិនជារលកនៃការអស់សង្ឃឹមនឹងវាមកគ្រាន់តែដឹងថាអានេះជាភាពគឺជាលក្ខណៈមួយនៃការអស់សង្ឃឹមក្នុងអំឡុងពេលដឹងប៉ុណ្ណឹងបងប្អូនបោះជំហានឡើងទៅលើជាចវាយនាយភ្លាមណាមានសម្លេងខ្សឹបថាអ្នកឯងខ្សោយខ្ញុំខ្សោយខ្ញុំអត់ប្រកែទេខ្ញុំមិនអាចដូរបានគ្រាន់សម្លេងនឹងកើតមកដឹងអាហ្នឹងពឹបភ្ញាក់ព្រើតឡើងទៅលើខ្ពស់ជាងមុនអញ្ចឹងអាការដឹងនេះវាជាសញ្ញាមួយបង្ហាញថាបងប្អូនមិននៅក្នុងកន្លែងដដែលទេមិនដឹងឲ្យផុតពីហ្នឹងនៅប៉ុណ្ណឹងមិនអញ្ចឹងទេការបានគំនិតអារម្មណ៍បែបនេះណាអារម្មណ៍ជាកម្ពូលមនុស្សបែបនេះមកដាក់ក្នុងខ្លួនអូជារឿងមួយលយណាលយមែនទែនព្រោះបងប្អូនគិតថាអារឿងប៉ុណ្ណឹងងាយធ្វើបានអត់ទេបើសិនជាបងប្អូនគ្រាន់តែតាមឲ្យទាន់ឧទាហរណ៍ថាអញ្ចឹងយើងនិយាយគ្នាលេងជាមួយនឹងមិត្តភក្តិគ្រាន់តែភ្លេចសរសើរយើងហ្នឹងណាប៉ុណ្ណឹងមានអារម្មណ៍ថាដូចជាគេហ្នឹងមិនចាប់អារម្មណ៍គេហ្នឹងអត់ឲ្យតម្លៃគ្រាន់តែគេភ្លេចសរសើរយើងណាគ្រាន់តែគេភ្លេចសរសើរយើងឬក៏ចវាយនាយយើងនៅក្នុងគាត់ដូចរិះគន់មកវាលក្ខណៈគាត់កែលម្អវាដូចលើសពីការរំពឹងទុករបស់យើងកើតមានអារម្មណ៍មួយតាមតាន់នេះអារម្មណ៍ជនរងគ្រោះហើយឬក៏គ្រាន់តែពេលខ្លះឪពុកម្ដាយគាត់មិនសូវជាអើពើជាមួយយើងឬក៏គាត់មិនបដិសេធរឿងអីមួយអញ្ចឹងបងប្អូនមានអារម្មណ៍ថាគាត់មិនយកចិត្តទុកដាក់ជាមួយនេះដឹងប៉ុណ្ណឹងណាយើងមិនដែលឡើងភ្លាមមានកាលហ្នឹងគេហៅថា
តាមតាន់ខ្លួនឯងណាតាមតាន់ខ្លួនឯងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនធ្វើជាសាក្សីចំពោះអារម្មណ៍របស់ខ្លួនឯងអញ្ចឹងបងប្អូននឹងទទួលបានធម៌ពលមួយបែបមានកម្លាំងណាមានកម្លាំងបាទឥឡូវចុងក្រោយមើលសន្យាជាមួយលោកគ្រូព្រមមកផ្ទះវិញឬក៏នៅនឹងឧទាហរណ៍ថាយើងមានឪពុកម្ដាយជាសទ្ធិហើយឃើញខ្លួនឯងឃើញកូនខ្លួនឯងដើរទៅឃើញកូនខ្លួនឯងនៅក្នុងផ្ទះខ្ទមមួយទាំងដែលឪពុកហ្នឹងគឺជាសទ្ធិមានទ្រព្យសម្បត្តិស្ដុកស្ដំអញ្ចឹងប៉ុន្តែកូនទៅនៅក្នុងខ្ទមមួយពិបាកតោកយ៉ាអញ្ចឹងឲ្យជាសទ្ធិនិយាយថាយ៉ាងម៉េចបងប្អូនមកវិញមិនទៅអង្គុយអីកន្លែងហ្នឹងកូនមកវិញមកកុំទៅនៅផ្ទះហ្នឹងមិនមែនជាផ្ទះយើងមកវិញកុំទៅអង្គុយកន្លែងហ្នឹងមានន័យថាកន្លែងហ្នឹងមិនសមជាកន្លែងឲ្យកូនឯងអង្គុយទេកន្លែងអីពោពេញទៅដោយភាពតូចតាចអញ្ចឹងភាពតូចតាចលោកគ្រូចង់និយាយថាកន្លែងអីពោពេញទៅដោយគេហៅថាការសង្ស័យអញ្ចឹងរែកពុនគំនិតរបស់អ្នកដទៃអញ្ចឹងបើសិនបើយើងគឺជាមនុស្សម្នាក់ដែលចេះតែពុនគំនិតរបស់អ្នកដទៃចេះតែរែកទម្ងន់ការបន្ទោសការស្ដីគេចេះតែទូលពាក្យទាំងអស់ហ្នឹងអាហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាតូចតាចមានន័យថាយើងនៅក្នុងផ្ទះខ្ទមអញ្ចឹងឲ្យជាសទ្ធិថាកុំទៅអង្គុយកន្លែងហ្នឹងមកផ្ទះយើងវិញកន្លែងហ្នឹងមិនសមឲ្យកូនឯងអង្គុយទេកន្លែងអីពោពេញទៅដោយការសង្ស័យអញ្ចឹងមានតែការសង្ស័យយើងមិនអាចយកការសង្ស័យមួយជាជំរករបស់យើងទេយើងគួរនៅក្នុងកន្លែងមួយដែលមានភាពភ្លឺហើយមានភាពថ្លានេះអាហ្នឹងបានកន្លែងផ្ទះពិតរបស់យើងអញ្ចឹងកន្លែងមួយដែលពោពេញទៅដោយការសង្ស័យចង់និយាយថាប្រសិនបើបងប្អូនជ្រកនៅក្នុងគំនិតមួយដែលចេះតែមានការសង្ស័យខ្លួនឯងមានន័យថាយើងយកការគិតមកធ្វើជារបូតផ្ទះរបស់យើងមិនសមនៅអញ្ចឹងទេយើងមិនសមនៅអញ្ចឹងទេយើងសមតែនៅកន្លែងនោះយើងមិនសមណាចេះតែរស់នៅក្នុងសមោលនៃការគិតរបស់អ្នកទីមិនអញ្ចឹងទេទៅរែកទម្ងន់ការសមោលរបស់គេធ្វើអីអញ្ចឹងអ្នកយើងសមមកនៅណែផ្ទះយើងនៅណែយើងមិនសមណារួញអញ្ចឹងទេចង់និយាយថាក្នុងអំឡុងពេលដែលពិភពលោកគេមានរឿងអញ្ចឹងទីបំផុតរឿងនៅក្នុងលោកវាធ្វើឲ្យខ្លួនយើងរួញតូចហើយយើងច្រឡំតែខ្លួនឯងតូចតាមពិតយើងមិនអញ្ចឹងទេណាយើងមិនអញ្ចឹងមានថាអញ្ចឹងយើងវិលបកមកវិញមកផ្ទះយើងវិញព្រោះយើងមិនអញ្ចឹងយើងធ្លាប់តែគិតថាខ្លួនឯងជានរណាហ្នឹងបែរទៅជាគិតថាខ្លួនឯងនេះចង់និយាយថាពីមុនគិតថាខ្លួនឯងបែបនេះឥឡូវយើងភ្ញាក់ខ្លួនឡើងវិញតាមពិតខ្ញុំមិនអញ្ចឹងអាហ្នឹងវិលបកមកវិញឥឡូវណាពីថ្ងៃហ្នឹងទៅឈប់ទូលអារម្មណ៍របស់ជនរងគ្រោះងាកមកទូលអារម្មណ៍ជាអ្នកដឹកនាំវិញបាទអរគុណច្រើន